đó ai ở chuyện chồng mình nâng muối พวกពីបបោផែនដីមានកោះវេទមន្តមួយឈ្មោះកោះខុំវិញ្ញាណគឺជាទីចម្រុះរបស់ពួកសត្វទេដូចជាសត្វនេះតើវាមានប៉ាត់មែនទេកុំមកចាំខ្ញុំនិយាយរឿងឲ្យស្ដាំដំបូងគេគឺអាពីដែលជាស្ដេចព្រះសមុទ្រជ្រៅទ្រង់គឺជាម្ចាស់នៃប្រភពទឹកបរិសុទ្ធបំផុតបន្ទាប់មកគឺអ៊ីនីងដែលជាសត្វហង្សភ្លើងទ្រង់នាំមកនៃអណ្ដាប់ភ្លើងទេដែលមិនចេះរលត់បន្ទាប់មកគឺលីរ៉ាគឺជាស្ដេចចក្រដែលជាប្រចាំពណ៌ប្រាក់ទ្រង់ជាស្ដេចនៃពន្លឺនៅពេលរាត្រីវីរ៉ានដែលជាសេះដ៏ស្នេហ៍ដ៏អង្អាចទ្រង់មានសម្រស់ស្រស់ស្អាតជាងគេជាមួយនឹងស្នេហ៍ដ៏មានពន្លឺចាំងអូវ៉ាវខ្ញុំចង់ប៉ះវាខ្លាំងណាស់ចុងក្រោយនេះគឺជាមេដឹកនាំរបស់សត្វទេពទាំងអស់ឈ្មោះសូឡាដែលជាសត្វដែលមានរស្មីព្រះអាទិត្យទ្រង់មានពន្លឺចាំងយ៉ាងខ្លាំងដោយសារតែក្តីស្រឡាញ់និងអំណាចវេទមន្តរបស់ពួកទ្រង់សត្វលោកទាំងអស់ត្រូវបង្កើតឡើងហើយចែករំលែកទៅកាន់ពិភពនានាជាពិសេសភពផែនដីរបស់យើងពួកទ្រង់បង្កើតសត្វដៃណូស័រដែរមែនទេប្រកាសណាស់ហេកំកាត់ខ្ញុំភ្លេចថានិយាយដល់ណាបាត់ហើយតែសត្វនេះមានមែនដែរទេឯងដឹងទេសត្វដៃណូស័រមិនមែនផុតពូជនោះទេពិតមែនណាមុនពេលគ្រោះមហន្តរាយសត្វទេពទាំងអស់បាននាំសត្វដៃណូស័រទៅឡើងមកកោះខុសវិញ្ញាណវិញខ្ញុំមិនជឿទេណែឯងនិយាយពិតមែនណាមិនក៏ឯងមិនជឿលើសត្វទេពដែលមានវេទមន្តអញ្ចឹងហើយគួរអាខឹងណាស់កុនបានតាអាកាសមានដៃកំណត់របស់កុនពាក់វាទៅវ៉ាវវ៉ែនតាលំហចក្រវាឡគុណមានថាមពលបើកទ្វារចក្រវាឡជួយឲ្យអ្នកធ្វើដំណើរទៅកាន់ទីណាក៏បានភ្លាមវត្ថុទិព្វនេះក៏អាចប្រើថាមពលដ៏អស្ចារ្យរបស់ពួកសត្វទេពវ៉ែនតារបស់អ៊ីនីសដែលជាសត្វហង្សភ្លើងអាចបាញ់ភ្លើងនិងជួយឲ្យអ្នកមើលឃើញរហូតដល់រាប់ពាន់គីឡូម៉ែត្រឯណោះណាវ៉ាវកោះខុំវិញ្ញាណពិតជាអស្ចារ្យមែនវាជាផ្ទះដ៏កក់ក្ដៅសម្រាប់សត្វទាំងអស់សត្វទេពបានសម្រេចចិត្តយកសត្វទាំងអស់ទៅកាន់កោះវិញហើយហេតុអ្វីបានគេយកពួកគេទៅវិញណែឯងឈប់សួរច្រើនពេកក៏ដោយសារតែមនុស្សឯងហ្នឹងសត្វទេពបានផ្ដល់ភពផែនដីដ៏ស្រស់ស្អាតសម្រាប់មនុស្សរស់នៅប៉ុន្តែមនុស្សមិនបានមើលថែឲ្យបានល្អនោះទេមនុស្សបំផ្លាញបរិស្ថានផែនដីតាមសម្លាប់និងធ្វើបាបសត្វរាប់ពាន់ក្បាលរាល់ថ្ងៃសត្វទាំងនេះបានសំវាសត្វទេពនាំពួកគេត្រឡប់ទៅកោះខុំវិញ្ញាណវិញដើម្បីមានសុវត្ថិភាពចឹងសរុបមកសម្បត្តិរបស់ខ្ញុំគឺជាការពិតទេត្រូវហើយនេះគឺជាសារព្រមានរបស់សត្វទេពទេកុំឲ្យមានរឿងនេះកើតឡើងអីវាមិនមែនតាមចិត្តឯងចង់បាននោះទេមុននឹងក្រោយនឹងគ្មានសត្វរស់នៅក្នុងភពផែនដីទៀតឡើយអានីម៉ូរ៉ាណែកុំយំស៊ីត្រៃអានីម៉ូរ៉ាតើយើងមានវិធីកែប្រែកំហុសនេះដែរទេ